ជាបឋមសូមគោរពអាយដាមលោកជំទាវភ្ញៀវកិត្តិយសជាតិអន្តរជាតិគណៈគ្រប់គ្រងលោកនាយកលោកស្រីនាយិការងលោកគ្រូអ្នកគ្រូលោកស្រីអ្នកអាណាព្យាបាលនិងបុគ្គលិកសាលាអន្តរជាតិវិសម្ព្រីកទាំងអស់ជាទីគោរពសួស្តីបងប្អូនសិស្សានុសិស្សជាទីមេត្រីថ្ងៃនេះជាថ្ងៃអ្នកខិតរឹកដ៏អធិកអធមមួយដែលសាលាអន្តរជាតិវិសម្ព្រីកបានប្រារព្ធពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់មត្តេយ្យសិក្សាព្រមទាំងប្រគល់រង្វាន់សិស្សឆ្នើមប្រចាំឆ្នាំសិក្សា 2025-2026Welcome to the Kindergarten Graduation Ceremony and Outstanding Students Awards presentation. It is my great honor and pleasure to welcome you all to this very special Kindergarten Graduation Ceremony of Bishop Bridge International Academy. To our parents, thank you for your trust, support, and partnership. Your encouragement at home has played a vital role in your children's success. Education is more effective when schools and families work together, and we are grateful for your continued cooperation and commitment.វិស័យអប់រំគឺជាសសរទ្រូងដ៏រឹងមាំបំផុតនៅក្នុងការកសាងនិងអភិវឌ្ឍគ្រួសារសហគមន៍ក៏ដូចជាប្រទេសជាតិទាំងមូលខ្ញុំជឿជាក់យ៉ាងមុតមាំថាការបណ្ដុះបណ្ដាលធនធានមនុស្សដែលមានគុណភាពគឺត្រូវចាប់ផ្ដើមចេញពីគ្រឹះស្ថានបណ្ដុះបណ្ដាលកម្រិតដំបូងបង្អស់ពោលគឺកម្រិតមត្តេយ្យសិក្សានេះឯងបើផ្អែកលើទស្សនវិជ្ជាបូព៌ាតាមការគិតរបស់មហាបុរសខុងជឺលោកបានបង្រៀនថាធម្មជាតិរបស់មនុស្សគឺប្រហាក់ប្រហែលគ្នាប៉ុន្តែគឺការអប់រំនិងទម្លាប់ទេដែលធ្វើឲ្យពួកគេខុសគ្នាខុងជឺបានផ្ដល់តម្លៃខ្ពស់បំផុតលើការបណ្ដុះបណ្ដាលគុណធម៌វិន័យនិងកតញ្ញូតាធម៌ចំពោះមាតាបិតាការអប់រំកុមារតូចត្រូវចាប់ផ្ដើមដោយការធ្វើជាគំរូពីសំណាក់មនុស្សចាស់ទុំនិងការបណ្ដុះគំនិតឲ្យពួកគេស្គាល់ខុសត្រូវស្គាល់ការដឹងគុណមាតាបិតានិងគ្រូឧបជាយាចាដែលនេះគឺជាវប្បធម៌គ្រឹះដ៏រឹងមាំដែលសាលារៀនត្រូវតែអនុវត្តជាប្រចាំផ្អែកលើទស្សនវិជ្ជាបច្ចឹមតាមគំនិតរបស់បិតាទស្សនវិជ្ជាសូក្រាតលោកបានពោលថាការអប់រំមិនមែនជាការចាក់ទឹកបំពេញនៅក្នុងក្រឡនោះទេប៉ុន្តែវាគឺជាការបង្កាត់ភ្លើងលើគំនិតសូក្រាតមិនជំរុញឲ្យកុមារទន្ទិញចាំមេរៀនដោយខ្វះពិចារណានោះទេប៉ុន្តែលោកជំរុញឲ្យការចោទសួរដើម្បីស្វែងរកការពិតនេះសមស្របទៅនឹងទម្រង់នៃការអប់រំបែបទំនើបដែលកំពុងអនុវត្តនឹងការរុញច្រានកុមារឲ្យមានភាពក្លាហានរៀនបង្កើតនឹងការស្វែងយល់ការកសាងទំនុកចិត្តនិងដុសខាត់ខួរក្បាលតាមរយៈតក្កវិជ្ជានិងវិទ្យាសាស្ត្រ